ស្ដីអ្នកទាំងអស់គ្នាមានអារម្មណ៍ថាគ្លៀនលីហាអត់បើដឹងថាលីហាកន្លែងណាឆ្ងាញ់មកខ្ញុំមិនណែនាំកន្លែងមួយនៅខាងវងវិលរសជាតិលៀបងគាត់គឺឆ្ងាញ់គ្រប់រសជាតិហ្មងហើយមានចម្រើសឲ្យយើងរើសច្រើនហើយលៀគាត់លក់ដែរបានយូរទេដល់ម៉ោង2 2កន្លះអីអស់ហើយមួយគាត់ច្រើនលៀបងគាត់មានរសជាតិឆ្ងាញ់អ្នកទាំងអស់គ្នាមើលតែប៉ុណ្្នឹងទៅតំណងនេះគាត់អត់បានរោយគ្រឿងឲ្យអស់ផងហើយអ្នកលក់រុះរាយសំខាន់លក់ឲ្យមានថែមឲ្យទៀតរងថ្ងៃមកទិញឲ្យដែរតន់ទេចេញពីធ្វើការដល់ពេលយើងទៅធ្វើការពេលថ្ងៃវិញទៅទិញអស់លេងជាងការនៅសល់ពីប៉ុងអីដែរហើយកន្លែងគាត់មិនត្រឹមតែមានលីហាទេគាត់លក់ទាំងទៅទៀតទាំងទៅគាត់កាន់ព្រៀងឆ្ងាញ់ហើយទីតាំងបានគាត់អត់បាក់រោទេនៅហួសព្រៀបសទល់មុខស្នងការស្រុកសង្កែហើយនៅម្ដុំហ្នឹងមានមន្ទីរពេទ្យគង់វងនៅចំហ្នឹងងាយរោទេហើយលៀបគាត់ធូរថ្លៃរសជាតិឆ្ងាញ់ហើយយើងញ៉ាំក្រប៉ះស្អុយពួកគាត់រើសស្អាតអត់មានឲ្យយើងញ៉ាំទៅប៉ះអីទេមើលតែលៀសទៅនេះគាត់លក់ច្រើនទៅដែរនៅបានយូរតែម៉ោង2អីអស់ហើយមកអត់តាន់ហើយទាំងទៅគាត់ក៏ដូចគ្នាលក់អត់ដែរនៅដល់យូរទេគឺអស់លឿនណាអញ្ចឹងកុំភ្លេចអ្នកគ្នាទៅជួយទិញទាំងអស់គ្នាណាបងប្អូនអូអ្វីដែលសំខាន់ទឹកជ្រលក់បងគាត់គឺឆ្ងាញ់ចឹងចង់ដឹងថារសជាតិឆ្ងាញ់មិនឆ្ងាញ់អាចនឹងសារទាំងអស់គ្នាមានគ្រប់រសជាតិអាចឲ្យយើងជ្រើសរើសបានហើយកន្លែងបងគាត់ដាក់លីហាទៅឌីណាអញ្ចឹងជួយទៅទិញទាំងអស់គ្នាបងប្អូនហើយក៏ចង់ស្គាល់មុខ fan សុំស្គាល់ fan លីហាបងគាត់ផងខ្ញុំក៏ជា fan បងគាត់ដែរហូបច្រើនឆ្នាំហើយកន្លែងផ្សេងញ៉ាំអត់ត្រូវទេបានតែកន្លែងគាត់តែគៀកតែនៅទិញអត់ចង់តន់គេទៀតបងប្អូន